សួស្តីអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយសម្រាប់មុនពេលចូលឆ្នាំខ្មែរមួយថ្ងៃនៅកេនស្វាយឥឡូវនេះខ្ញុំកំពុងតែជិះម៉ូតូដើរលេងតាមដងផ្លូវកេនស្វាយបងប្អូននៅពេលរសៀលបើមើលទៅមនុស្សច្រើនកកកមែនតើមុនពេលចូលឆ្នាំខ្មែរបងប្អូនឥឡូវនេះកាត់មកចូលវគ្គនេះម្ដងគឺពេលល្ងាចកំពុងតែជួបជុំជាមួយនឹងមិត្តភ័ក្តិគាត់សប្បាយច្រៀងហ៊ោកញ្ជ្រៀវអញ្ចឹងចាំបងប្អូនស្ដាប់មើលថាពួកគាត់ច្រៀងព្រោះយ៉ាងណាបងខ្លាចគ្នាថ្ងៃនោះចូលខ្លាចបានរូបចូលមកដល់ប្លង់នេះវិញបងប្អូនគឺជាប្លង់ដែលស្រង់ព្រះរស់នៅឯផ្ទះកំឡុងពេលចូលឆ្នាំថ្ងៃទី2នៅពេលរសៀលហ្នឹងបងប្អូនអញ្ចឹងគឺមានប៉ាខ្ញុំម៉ាក់ខ្ញុំហើយនឹងជាមួយនឹងអ៊ំគាត់ជាអ្នកជិតខាងជាមួយគ្នាគឺធ្វើការចូលមតិគ្នាគឺស្រង់ព្រះរស់រួមគ្នាតែម្ដងបន្ទាប់ពីយើងបានទៅវត្តហើយបន្ទាប់ពីទៅវត្តហើយយើងបានជួបជុំគ្នាញ៉ាំអីតិចតួចនៅមុខផ្ទះហ្នឹងបងប្អូនក៏យើងធ្វើការស្រង់ព្រះរស់ដែលជាព្រះមៀងគុណរបស់យើងអញ្ចឹងការស្រង់ព្រះរស់នោះមានដូចជាបងខ្ញុំមានដូចជាក្មួយមានដូចជាបងថ្លៃមានដូចជាញាតិជិតខាងដែលនៅជុំវិញផ្ទះហ្នឹងអញ្ចឹងបងប្អូនហើយមើលទស្សនវិជ្ជាទៅឪពុកម្ដាយខ្ញុំហើយនិងម៉ាក់ខ្ញុំមានការសប្បាយរីករាយមែនទែនដើម្បីបានទទួលការមួយទឹកកក់សក់ពីកូនផងដែរអញ្ចឹងបងប្អូនអញ្ចឹងខ្ញុំសូមផ្ដាំទៅកូនឬមួយក៏បងទាំងអស់គ្នាជួយមើលថែឪពុកម្ដាយតងគាត់អាចមានសុខភាពល្អអីចឹងបងប្អូនកុំឲ្យថាពេលគាត់ទៅឆ្ងាយទៅយើងរលឹកនឹកនាគាត់អាហ្នឹងគឺយើងធ្វើអញ្ចឹងគឺអត់កើតទេអញ្ចឹងគួរតែយើងស្រឡាញ់គាត់នៅពេលដែលគាត់នៅមានសុខភាពល្អអាចញ៉ាំបាយបានទៅណាបានអញ្ចឹងណាបងប្អូនអញ្ចឹងយើងអាចធ្វើអ្វីដែលយើងមានលទ្ធភាពជួយគាត់ឬមួយក៏សងគុណគាត់ទោះបីថាមិនបាន100%យ៉ាងណាក៏បាន50%ឬ60%ឬមួយក៏70%ចំពោះគាត់ចឹងណាបងប្អូនអញ្ចឹងសម្រាប់វីដេអូខ្ញុំនេះវាមានជាការសប្បាយផងមានជាការសងគុណពុកម្ដាយដូចជាការស្រង់ព្រះរស់ចឹងណាបងប្អូនហើយមកដល់វគ្គនេះគឺដល់វគ្គកូនហ្នឹងគាត់ស្រង់ព្រះរស់ជូនម្ដាយគាត់វិញមិញគឺម៉ាក់តែដល់វគ្គនេះគឺកូនវិញដែលកូនរៀងនៅក្មេងដែរអញ្ចឹងបងប្អូនតែយើងគួរបង្រៀនគាត់ឲ្យគាត់ចេះ
នៅគេហៅថាប្រពៃណីរបស់ខ្មែរយើងអញ្ចឹងបងប្អូនក្នុងរដូវកាលបុណ្យទានចូលឆ្នាំខ្មែរហ្នឹងឯងគាត់ដឹងថាការស្រង់ព្រះរស់ហ្នឹងវាយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងបងប្អូនដើម្បីគាត់ដឹងគុណមានថាបង្រៀនគាត់តាំងពីក្មេងហើយឲ្យគាត់ចេះដឹងថាអ្វីទៅថាជាការសងគុណឪពុកម្ដាយឬមួយកុំឲ្យមានការភ្លើតភ្លើនអញ្ចឹងណាបងប្អូនអញ្ចឹងឥឡូវនេះបងប្អូនអាចមើលសកម្មភាពបានមើលទៅដូចជាមានអារម្មណ៍ថាសប្បាយរីករាយក្នុងការស្រង់ព្រះរស់ពីម្ដាយនិងជាមួយនឹងអ្នកជិតខាងផងដែរក្នុងនោះមានដូចជាប្រមាណគ្រួសារដែរដូចជា2-3គ្រួសារដែរដែលនៅជាជិតខាងជាមួយគ្នាអញ្ចឹងណាបងប្អូនមើលទៅដូចជាសប្បាយមែនទែនជាមួយនឹងការស្រង់ព្រះរស់នេះកាត់ចូលប្លង់នេះវិញគឺជាថ្ងៃចុងបញ្ចប់នៃថ្ងៃចូលឆ្នាំខ្មែរហ្នឹងបងប្អូនគឺខ្ញុំបានដើរទៅផ្សារចាស់ដោយសារអត់អាចធ្វើការជិះម៉ូតូបានទេដោយសារមានមនុស្សច្រើនណាស់បងប្អូនអញ្ចឹងបងប្អូនអាចមើលបានគឺខ្ញុំដើរពីផ្ទះខ្ញុំទៅផ្សារចាស់ដើម្បីទៅរកមិត្តភក្តិខ្ញុំដែលគាត់នៅផ្សារចាស់ហ្នឹងបងប្អូនហើយនៅតាមដងផ្លូវមានមនុស្សច្រើនកុះករមែនទែនដែលគាត់ត្រៀមលេងបាញ់ទឹកប៉ាក់ម្សៅអញ្ចឹងបងប្អូនដោយសារជាថ្ងៃបង្ហើយផងដែរថ្ងៃនៅថ្ងៃចូលឆ្នាំខ្មែរយើងហ្នឹងហើយមើលទៅអើយមនុស្សច្រើនកុះករមែនទែនហើយមើលអូនមុខសដោយសារមានការប៉ាក់ម្សៅចឹងធ្វើឲ្យមុខសខ្លាំងហើយឥឡូវនេះខ្ញុំកំពុងតែដើរមើលផ្ដាល់ឬមួយក៏បាញ់ទឹកផ្ដាល់បងប្អូនអាចមើលពីក្រោយខ្នងខ្ញុំបានគឺមានទិដ្ឋភាពមនុស្សច្រើនកុះករមែនទែនដែលចូលរួមថ្ងៃចុងក្រោយនៃថ្ងៃចូលឆ្នាំខ្មែរហ្នឹងឥឡូវនេះខ្ញុំដើរប្រហែលជាអត់ទាន់ទៅដល់ទេដោយសារប្រហែលជាវង្វេងគ្នាប៉ុន្តែដល់ពេលខលរកគ្នាក៏ពិបាកដែរបងប្អូនដោយសារអត់សូវមានសេវាទេហើយបើនិយាយពីរឿងអ៊ីនធឺណិតវិញគឺសូន្យតែម្ដងគឺអត់មានអ៊ីនធឺណិតទេអ៊ីនធឺណិតដើរ slow មែនទែនហើយឥឡូវនេះខ្ញុំដើរគេសុំប៉ាត់ម្សៅបដើហើយដល់មកប្លង់នេះគឺខ្ញុំបានជួបមួយមិត្តភក្តិខ្ញុំឯងបងប្អូនមើលអូឃើញជួបជុំគ្នាគាត់សប្បាយផងអរផងបើណាត់គ្នាតាំងពីថ្ងៃទី2បានជុំគ្នាហើយដល់ថ្ងៃទី3